និយាយអំពីការរកនៅមជ្ឈមពាក្យនៅក្នុង Excel គឺយើងរកបានច្រើនមែនទែនយើងមានទៅដល់5វិធីនោះអញ្ចឹងយើងនឹងទៅមើលដល់នេះតើ5វិធីហ្នឹងការប្រើប្រាស់វាខុសគ្នាយ៉ាងម៉េចខ្ញុំមានតារាងនៃការលក់ទូរស័ព្ទមួយសម្រាប់មកលើកជាឧទាហរណ៍ឲ្យអ្នកនរគ្នាក្នុងនេះខ្ញុំបានសម្រួលវាឲ្យងាយស្រួលនៅក្នុងការមើលជាមួយអូខេអញ្ចឹងយើងទៅដំបូងទៅរកតម្លៃមជ្ឈមភាគធម្មតាសិន general ឬក៏ normal average អញ្ចឹងដើម្បីធ្វើ function គឺយើងឲ្យសញ្ញាស្មើហើយបាយពាក្យថា average យ៉ាងណាឃើញវា load ឲ្យ tab មួយមកឲ្យវាពេញអូតូតមកយើងទៅ select ជួយឈរឬក៏តម្លៃដែលយើងចង់ធ្វើ average enter វាចេញឥឡូវយើងទៅមើលមួយទៀតគឺតាក់ទងជាមួយការរកតម្លៃមជ្ឈមភាគដោយមានលក្ខខណ្ឌឧទាហរណ៍ជាក់ស្ដែងយើងត្រូវការទៅរកតម្លៃមជ្ឈមភាគនៅក្នុងការលក់នៃទូរស័ព្ទប្រភេទ A អញ្ចឹងខ្ញុំសង្ឃឹមថាអ្នកនរអាចទាយដឹងថាយើងប្រើអីមែនទេគឺ average if អូខេអញ្ចឹងយើងវាយពាក្យមក average if ណាសញ្ញាព្រួញចុះក្រោម tab 1អញ្ចឹងយើងឲ្យវាទៅ check មើលជួរនេះអូខេ check ជួរហ្នឹងបើសិនជាឃើញថាវាមានប្រភេទ A អញ្ចឹងធ្វើម៉េច select យកតម្លៃដែលលក់ចេញខាងនេះហើយធ្វើ average បិទមុខយក enter មិញឲ្យលក្ខខណ្ឌ1ឥឡូវយើងឲ្យលក្ខខណ្ឌ2ម្ដងអញ្ចឹងយើងនឹងទៅរកតម្លៃ average នៃទូរស័ព្ទប្រភេទ A ដែលបានលក់ចេញប៉ុន្តែយើងឲ្យមួយលក្ខខណ្ឌទៀតគឺយើងរកតែពណ៌ blue ទេណាកែវពណ៌ blue យើងអត់ចង់បានទេអូខេអញ្ចឹងដូចសាំដែរគឺយើងប្រើ average if មាន s ក៏ទៅអូខេ average if មាន s ក៏ទៅ tab មកគឺនឹង load ឲ្យការប្រែក៏ដូចគ្នាដែរដំបូងគឺយើងឲ្យវាបូកនៅតម្លៃនៅក្នុងជួរនេះប៉ុន្តែយើងត្រូវការអីគេទៅ check មើលជួរនេះសិន check មើលរកប្រភេទ A រកតែប្រភេទ A ទេហើយប្រភេទ A ហ្នឹងត្រូវមក check កន្លែងនេះទៀតយកតែពណ៌ blue ទេក្រៅពីហ្នឹងអត់ត្រូវការ enter តើតើជាមួយនឹងការរកតម្លៃមជ្ឈមភាគ average ដែលមានលក្ខខណ្ឌយើងស្គាល់ហើយមែនទេចុះតើតើជាមួយការរកតម្លៃ average A យើងអត់ដល់ស្គាល់ទេមែនទេមិនដឹងវាខុសគ្នាជាមួយនឹង average ធម្មតាមិនទេឥឡូវយើងទៅមើលដល់ខ្ញុំមាន data មួយចំនួនឥឡូវខ្ញុំរក average ធម្មតាសិនណា tab 1ខ្ញុំ select ទាំង6តម្លៃនេះ enter ឃើញ300ឥឡូវខ្ញុំយកមួយទៀតគឺ average A tab មកខ្ញុំ select ទាំងអស់អ្នកនរគ្នាឃើញទេបានតែ250ទេអញ្ចឹងសួរថាតើមិនបានខុសគ្នានៅកន្លែងតម្លៃ average ធម្មតាគឺវាគិតតែ average នៃតម្លៃលេខប៉ុណ្ណេះទេអញ្ចឹងវាអត់រាប់បញ្ចូលអានេះទេប៉ុន្តែបើយើងគិត average A វានឹងរាប់ចូលទាំងតួអក្សរដែរជាប្រភេទតិចក៏វារាប់ជាចំនួន1ដែរណាអញ្ចឹងវានឹងយកលេខបូកចូលគ្នាហើយតួអក្សរវាគិត0ដែលដូច្នេះហើយបានយើងឃើញតម្លៃវាស្មើ250ឥឡូវខ្ញុំចង់បានតម្លៃ average នៃ salary for HR department អញ្ចឹងដំបូងខ្ញុំប្រើ average if ធម្មតាទៅ average if ណា tab មកដំបូងណាយើងទៅ check មើលនៅកន្លែង department នេះ
thả bờ sân chia department nắng chia HR department nè dương từ select tầm lại salary giờ máu thưa mình xuống một việc enter dương bàn phần này nick average if dương có anh phần tiến cứ đi average ok thép máu tái ca bờ phe vía cứ hàng copy average đi không hàng trơn này nữa từ bông cứ dương từ select thép ball tổng mũi và to màu dương trong ban này kì header bởi kì từ average nó lợi kì salary quay ở đuôi biển nâng máu salary hãy bật mình cái đầu với nhưng trong phần chuyện đấy còn lại những bao mình cái đầu pi nữa cứ nhưng trong phép Excel thả nick cứ chia tạch cứ chia vào page ở sổ chấn dương cũng độ clear bữa sân gì dương vai ở ní hoạt độ clear dương cũng độ clear được lại này ta độ clear cứ thạch pi nó được như này ở sổ pi nó được nhé chấn với error ok bật vào bánh dương mà mơ lại department ấy dương thở cá và page ấy chỗ close the wing enter được nhé bây giờ trong bàn này cái ai thế automatic được nhé sau đó wing pi function nữa cứ generate chùm loại máu rồi có vì bắt đầu chùm loại trong rồi được nhé còn đấy cặp rạp khóc nhé nữa đi average hàng xăm nhằm thì dương thở cá thẻ ball dương thở cá min header trầm trực chúc mừng nhé nơi video rồi